បីជាមិនកាន់តែកក្នុងការដាំដុះស្រូវនៅតំបន់ដីសណ្ដទន្លេមេគង្គតើត្រូវយកចិត្តទុកដាក់អ្វីខ្លះនៅគ្រាជួបប្រទះនឹងទឹកប្រៃខ្លឹមសារជាក់ស្ដែងនឹងត្រូវបានសាស្ត្រាចារ្យបណ្ឌិតងីបាវែនណែនាំលម្អិតជំរាបសួរបងប្អូនប្រជាកសិករនិងទស្សនិកជនកំពុងទស្សនាកម្មវិធីខ្ញុំនឹងណែនាំជូនបងប្អូននៅប្រធានបទបង្ការនិងទប់ស្កាត់ជាតិប្រៃនៅក្នុងការដាំដុះស្រូវយើងទាំងអស់គ្នាដឹងហើយថាការជ្រៀតចូលនៃទឹកប្រៃទៅក្នុងស្រែនារដូវប្រាំងនៅតំបន់ធ្នេរសមុទ្រនៃដីសណ្ដទន្លេមេគង្គគឺជារឿងកើតមានឡើងជាប្រចាំឆ្នាំណាក៏មានបញ្ហានេះនៅរៀងរាល់រដូវប្រាំងប៉ុន្តែបច្ចុប្បន្នកម្រិតនៃការជ្រៀតចូលនៃទឹកប្រៃគឺវាពិបាកស្មានណាស់ហើយគិតក្រំនៃទឹកប្រៃក្នុងការជ្រៀតចូលទៅដីស្រែក៏ពិបាកស្មានទុកជាមុនពិបាកស្មានទុកជាមុនព្រោះថាវាអាស្រ័យទៅលើកត្តាជាច្រើនដូច្នេះការបង្ការនិងទប់ស្កាត់ជាតិប្រៃមានសារៈសំខាន់ណាស់ហេតុអ្វីបានជាពិបាកស្មានទុកជាមុនព្រោះវាអាស្រ័យទៅលើអាកាសធាតុភ្លៀងច្រើនឬតិចរដូវភ្លៀងឆាប់ចប់ឬយឺតបងប្អូនដឹងហើយថាបន្លាស់នៃអាកាសធាតុធ្វើឲ្យធាតុអាកាសមិនប្រព្រឹត្តទៅតាមព្រឹត្តិក្រមជាធម្មតាហើយទីពីរទៀតគឺអាស្រ័យទៅលើទឹកសាបដែលហូរចុះមកដែនដីសណ្ដទន្លេមេគង្គបានច្រើនឬតិចព្រោះប្រសិនបើទឹកសាបហូរចុះមកច្រើនវានឹងរុញច្រានទឹកប្រៃឲ្យចេញទៅឆ្ងាយតែបើទឹកសាបហូរចុះមកតិចនោះទឹកប្រៃពីសមុទ្រនឹងហូរចូលមកដីគោកស្ថានភាពទឹកសាបហូរចុះមកច្រើនឬតិចគឺមិនមែនដោយសារលក្ខណៈធម្មជាតិនោះឡើយតែវាដោយសារការអន្តរាគមន៍ពីទំនប់វារីអគ្គិសនីនៅប្រភពទឹកខាងលើពេលដែលទំនប់វារីអគ្គិសនីនៅប្រភពទឹកខាងលើបញ្ចេញទឹកនៅតំបន់ដីសណ្ដទន្លេមេគង្គនឹងរុញច្រានទឹកប្រៃចេញទៅឆ្ងាយហើយពេលដែលទំនប់បាទឹកទប់ទឹកនោះទឹកប្រៃនៅសមុទ្រនឹងជ្រៀតចូលដីគោកយ៉ាងខ្លាំងហើយទី3ទៀតក្នុងប្រមាណឆ្នាំក្រោយៗនេះការប្រើប្រាស់ទឹកសម្រាប់កសិកម្មនៅរដូវប្រាំងតាមបណ្ដាខេត្តនៅខាងលើនៃដែនដីសណ្ដទន្លេមេគង្គក៏ដូចជានៅតាមបណ្ដាប្រទេសនៅក្បាលទឹកក៏កាន់តែច្រើនឡើងផងដែរជាមួយនឹងកត្តាបែបនេះការវាយតម្លៃនៃការជ្រៀតចូលនៃទឹកប្រៃក៏ពិបាកប៉ាន់ស្មានណាស់ដូច្នេះហើយខ្ញុំគិតថាបងប្អូនដែលរស់នៅតាមធ្នេរសមុទ្រដែលទទួលសម្ពាធខ្លាំងពីទឹកប្រៃគួរតែប្រុងប្រយ័ត្នបង្ការការជ្រៀតចូលនៃទឹកប្រៃទៅក្នុងដីស្រែនារដូវប្រាំងដើម្បីទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃបងប្អូនត្រូវតាមដានជាប្រចាំនៅការព្យាករណ៍អំពីទឹកប្រៃនៅក្នុងរដូវប្រាំងបច្ចុប្បន្ននេះមានស្ថានីយ៍ត្រួតពិនិត្យជាច្រើនដែលមានទីតាំងនៅតំបន់ដីសណ្ដទន្លេមេគង្គនៅតាមដងទន្លេនិងព្រែកហេតុនេះការព្យាករណ៍ក៏មានភាពជាក់ច្បាស់គួរសមផងដែរដូច្នេះប្រសិនបើបងប្អូនតាមដានការព្យាករណ៍អំពីទឹកប្រៃជាប្រចាំនោះបងប្អូននឹងដឹងថាតំបន់របស់ខ្លួនមានទឹកប្រៃជ្រៀតចូលហើយឬនៅហើយកម្រិតប្រៃដល់ប្រមាណទៅហើយដើម្បីយើងលើកវិធានការបង្ការនិងទប់ស្កាត់វាចំណុចទី2ប្រសិនបើបងប្អូនទទួលបានព័ត៌មានពីស្ថានភាពទឹកប្រៃហើយនោះបងប្អូនត្រូវពង្រឹងភ្លើងស្រែនិងទំនប់ទប់ស្កាត់ទឹកប្រៃព្រោះនៅតំបន់ដែលប្រព័ន្ធធារាសាស្ត្រហូរដែលឯងនោះទឹកប្រៃនឹងជ្រៀតចូលដីស្រែបានយ៉ាងងាយស្រួលណាស់ម្ល៉េះហើយនៅតាមភ្លឺស្រែនិងឡូស្រែនៅពេលចាប់ផ្ដើមចូលដល់រដូវប្រាំងបងប្អូនក៏គួរតាមដានការព្យាករណ៍ផងដែរដើម្បីពង្រឹងប្រព័ន្ធទំនប់ទប់ស្កាត់ទឹកប្រៃនេះខ្ញុំមានចំណាប់អារម្មណ៍មួយថាដីនៅសណ្ដទន្លេមេគង្គជាប្រភេទដីឥដ្ឋងាយរួញពោលគឺពេលរីងស្ងួតគឺវារួញនឹងប្រេះហើយពេលសើមវានឹងរាជពេលវារួញបែបនេះទឹកប្រៃអាចជ្រាបតាមប្រឡោះស្នាមប្រេះចូលជ្រៅទៅស្ទប់ដីខាងក្រោមម្ល៉េះហើយបងប្អូនយើងតែងនិយាយថាទឹកប្រៃមានភ្នែកវាជ្រៀតបានចូលដីស្រែហើយវានឹងទៅគ្រប់ទីកន្លែងព្រោះប្រឡោះប្រេះនេះវត្តមាននៅគ្រប់កន្លែងដូច្នោះការប្រើប្រាស់ក្រណាត់ប្លាស្ទិកព័ទ្ធជុំវិញកែមវាស្រែដើម្បីទប់ស្កាត់ទឹកប្រៃគឺជាបញ្ហាដែលបងប្អូនត្រូវយកចិត្តទុកដាក់បន្ថែមទៀតហើយចំណុចទី3គឺបញ្ហាស្តុកទឹកសាបចំពោះតំបន់ដែលអាចនិយាយបានថា
ទឹកប្រៃមានជាប្រចាំរៀងរាល់ឆ្នាំការស្តុកទឹកសាបរបស់បងប្អូនបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរព្រោះគាត់ដឹងខ្លួនថានឹងគ្មានទឹកសាបរាល់ឆ្នាំនៅពេលរដូវប្រាំងចូលមកដល់ម្ល៉េះហើយបងប្អូនយើងតែងទប់ប្រឡាយឬស្រះមួយទាំងមូលដើម្បីរក្សាទឹកសាបប៉ុន្តែនៅតាមតំបន់មានចន្លោះជួនប្រែជួនសាបពលគឺមានឆ្នាំខ្លះទឹកប្រែមកដល់មានឆ្នាំខ្លះទឹកប្រែមកមិនដល់មានន័យថាជួនប្រែជួនអត់នោះបងប្អូនយើងមិនសូវមានការយកចិត្តទុកដាក់ក្នុងការស្តុកទឹកសាបនោះឡើយដូច្នេះយើងខ្ញុំស្នើថាពេលបងប្អូនតាមដានការព្យាករណ៍គួរតែយកចិត្តទុកដាក់ចំពោះការព្យាករណ៍ក្នុងអំឡុងពេលវែងហើយបើការព្យាករណ៍ប្រកាសយើងដឹងថាក្នុងប្រមាណខែខាងមុខនេះទឹកប្រៃនៅមកដល់កន្លែងយើងជាមិនខាននោះបងប្អូនត្រូវប្រញាប់ប្រញាល់មើលកន្លែងណាអាចស្តុកទឹកសាបបានហើយបងប្អូនត្រូវបញ្ចូលទឹកសាបដើម្បីស្តុកសម្រាប់ពេលដែលទឹកប្រៃចូលមកដល់យើងនៅមានទឹកសាបសម្រាប់ដំណាំស្រូវរបស់យើងចំណុចមួយទៀតក្នុងការទប់ស្កាត់គឺវាស់កម្រិតប្រៃមុនពេលយើងប្រហូរទឹកចូលទៅក្នុងស្រែព្រោះប្រហែលឆ្នាំកន្លងមកនេះខ្ញុំឮបងប្អូនខ្លះត្អូញត្អែពីការបូមច្រឡំទឹកប្រៃចូលទៅក្នុងស្រែតាមពិតគឺរាល់ពេលប្រំបូមទឹកចូលទៅក្នុងស្រែយើងត្រូវវាស់កម្រិតប្រៃបើពេលនោះកម្រិតប្រៃនៅតាមប្រឡាយទឹកឡើងខ្ពស់យើងមិនគួរបូមទឹកចូលក្នុងស្រែទេហើយរងចាំដល់ពេលមានទឹកសាបទើបបញ្ចូលទឹកទៅក្នុងស្រែខ្ញុំតែនិយាយថានៅក្នុងព្រែកប្រឡាយភាពប្រៃមិនស្ថិររៀងរហូតដូចគ្នានោះទេនាពេលចំណូលទឹកសមុទ្រចុះទាបជាតិប្រៃក្នុងព្រែកក៏ធ្លាក់ចុះទាបជាពិសេសអាចមានទឹកសាបហើយនាពេលចំណូលទឹកធំសមុទ្រនឹងរុញទឹកប្រៃចូលហើយបើយើងមិនវាស់កម្រិតប្រៃទេនោះបងប្អូននឹងបូមទឹកប្រៃចូលទៅក្នុងស្រែបងប្អូនគួរយកចិត្តទុកដាក់នាពេលវាស់ជាតិប្រៃត្រូវពិនិត្យភាពត្រឹមត្រូវនៃឧបករណ៍វាស់ជាតិប្រៃបច្ចុប្បន្ននេះពេលប្រើឧបករណ៍អេឡិចត្រូនិកសម្រាប់វាស់ជាតិប្រៃបងប្អូនត្រូវយកចិត្តទុកដាក់បញ្ហាថ្មរបស់ឧបករណ៍នោះហើយបងប្អូនប្រើទឹកសុទ្ធនៅក្នុងដបដើម្បីធ្វើតេស្តឧបករណ៍វាស់ជាតិប្រៃជាធម្មតាទឹកសុទ្ធនៅក្នុងដបមានកម្រិតប្រៃស្ទើរតែ0ប្រសិនបើត្រួតពិនិត្យឧបករណ៍វាស់ប្រៃឃើញថាត្រឹមត្រូវទើបយើងទុកចិត្តបានថាទឹកដែលយើងបញ្ចូលទៅក្នុងស្រែរបស់យើងធានាបានលក្ខខណ្ឌអនុញ្ញាតចំពោះកម្រិតប្រៃយើងខ្ញុំលើកចំណាប់អារម្មណ៍មួយទៀតថាកាលណាទឹកនៅក្នុងប្រឡាយយើងគ្មានទឹកសាបហើយកម្រិតប្រៃប្រមាណជា2/1000ក្នុងករណីនេះតើយើងគួរបញ្ចូលទឹកទៅក្នុងស្រែឬទេយើងខ្ញុំស្នើថានៅពេលនោះវាអាស្រ័យទៅលើស្រែរបស់បងប្អូនថាតើដីស្រែនៅសើមឬអត់បើដីនៅសើមវាមានន័យថាទឹកសាបនៅត្រាំនៅក្នុងដីនោះស្រាប់ហើយបងប្អូនអាចបញ្ចូលទឹកពីប្រឡាយដែលមានកម្រិតប្រៃ2/5% ចូលទៅក្នុងស្រែទឹកប្រៃនេះស្ថិតនៅតែពីលើនៃផ្ទៃមុខខាងលើនៃទឹកស្រែហើយមិនជះឥទ្ធិពលអ្វីទៅលើឫសស្រូវដែលកំពុងបឺតយកទឹកសាបនៅខាងក្រោមយើងរងចាំដល់ពេលដែលប្រឡាយមានទឹកសាបឡើងវិញយើងនឹងបញ្ចេញទឹកដែលមានកម្រិតប្រៃ2/5% នេះចេញពីស្រែហើយបញ្ចុះទឹកសាបជំនួសវិញតែបើក្នុងករណីគ្មានទឹកសាបធ្លាក់ចុះមកទៀតហើយទឹកក្នុងស្រែរីស្ងួតអស់ទឹកសាបដីនៅក្នុងស្រែក៏ចាប់ប្រេះម្លេះទឹកដែលមានកម្រិតប្រៃ2/5% គឺបងប្អូនមិនគួរបញ្ចូលទៅក្នុងស្រែនោះឡើយយើងសុខចិត្តឲ្យស្រូវងាប់ដោយរាំងស្ងួតជាជាងបញ្ចូលទឹកដែលមានកម្រិតប្រៃ2/5% នេះចូលទៅក្នុងស្រែតើហេតុអ្វីទៅព្រោះថានៅពេលដែលបងប្អូនបញ្ចូលទឹកប្រៃនេះទៅក្នុងស្រែទឹកប្រៃនេះនឹងជ្រាបចូលជ្រៅទៅក្នុងដីពេលដែលវាស្រែពេញទឹកវានឹងរក្សាជាតិប្រៃនៅក្នុងដីក្រោយមកទៀតនៅគ្រាដែលបងប្អូនមានទឹកសាបហើយចង់លាងស្រែគឺយើងអាចលាងបានតែខាងលើផ្ទៃមុខស្រែប៉ុណ្ណោះចំណែកជាប្រៃនៅកប់ជ្រៅនៅក្នុងដីមិនអាចចេញបានឡើយព្រោះទឹកប្រៃជ្រាបចូលទៅក្នុងស្នាមប្រេះហើយកប់ជាប់នៅក្រោមដីដោយមិនអាចចេញបានក្នុងករណីទាំងនេះយើងសុខចិត្តបាត់បង់ដំណាំស្រូវមួយរដូវជាជាងទុកឲ្យដីមានជាតិប្រៃដែលធ្វើដំណាំត្រូវរងការខូចខាតច្រើនឆ្នាំតទៅមុខនេះជាបញ្ហាដែលខ្ញុំគិតថាបងប្អូនសម្រេចចិត្តដោយខ្លួនឯងថាតើគួរបញ្ចូលទឹកមានកម្រិតប្រៃ2/5% នេះចូលទៅក្នុងស្រែរបស់ខ្លួនឬអត់ហើយចំណុចមួយទៀតដែលយើងខ្ញុំស្នើថាពេលបងប្អូនសម្រេចបញ្ចូលទឹកប្រៃចូលទៅក្នុងស្រែរបស់ខ្លួនបងប្អូនត្រូវបដូរទឹកថ្មីជាប្រចាំទឹកថ្មីនោះ
ជាទឹកប្រៃដែលត្រូវតែផ្លាស់ប្ដូរជាប្រចាំព្រោះថាពេលដែលយើងបញ្ចូលទឹកប្រៃទៅក្នុងស្រែទឹកនោះនឹងហួតខាប់អំបិលកម្រិតប្រៃនៅក្នុងស្រែនឹងកើនឡើងដូច្នេះមួយថ្ងៃឬពីរថ្ងៃម្ដងបងប្អូនត្រូវបញ្ចេញទឹកប្រៃចេញហើយបញ្ចូលទឹកប្រៃផ្សេងចូលជំនួសវិញប៉ុន្តែទឹកថ្មីចំនួននោះត្រូវសាបជាងទឹកប្រៃនៅក្នុងស្រែរបស់ខ្លួនដើម្បីជៀសវាងបាតុភិបជាតិប្រៃកើនឡើងធ្វើឲ្យខូចដំណាំស្រូវបង្កដោយជាតិប្រៃជូនពរឲ្យបងប្អូនទទួលបានជោគជ័យចំណាប់អារម្មណ៍ក្នុងការដាំដុះស្រូវនៅគ្រាជួបប្រទះនឹងទឹកប្រៃតាមដានការព្យាករណ៍ពីលក្ខណៈប្រៃត្រូវតាមដានការព្យាករណ៍ជាតិប្រៃជាប្រចាំយកទិន្នន័យរបស់ស្ថានីយ៍ត្រួតពិនិត្យជាតិប្រៃក្នុងតំបន់ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលាទប់ស្កាត់ទឹកប្រៃពង្រឹងប្រឡាយនិងទំនប់ទប់ស្កាត់ទឹកប្រៃនៅតំបន់ដែលមានសម្ពាធទឹកប្រៃជ្រៀតចូលមិនបណ្ដោយឲ្យទឹកចូលទៅក្នុងស្រែដោយសេរីឡើយដីឥដ្ឋនៅតំបន់ដីសណ្ដទន្លេមេគង្គងាយនឹងរួញបណ្ដាលឲ្យប្រេះនៅពេលរីស្ងួតពេលពួនដីតាមភ្លឺស្រែគួរប្រើគូផ្សំជាមួយក្រណាត់ប្លាស្ទិកដើម្បីទប់ស្តុកទឹកសាបត្រូវបានរក្សាទុកឲ្យបានពេញលេញនៅតាមព្រែកឬបឹងបើអាចធ្វើទៅបានគួរស្តុកទឹកបន្ថែមនៅតាមប្រឡាយនិងស្រះទឹកវាស់កម្រិតប្រៃមុននឹងបញ្ចូលទឹកទៅក្នុងស្រែម្ដងត្រូវវាស់កម្រិតប្រៃម្ដងទៀតពិនិត្យភាពត្រឹមត្រូវនៃឧបករណ៍វាស់ជាតិប្រៃប្រើទឹកសុទ្ធច្រដប់ដែលមានកម្រិតប្រៃស្ទើរតែ0ដើម្បីធ្វើតេស្តទីតាំងវាស់ជាតិប្រៃនៅក្នុងប្រឡាយត្រូវប្រព្រឹត្តទៅនៅក្បាលទឹកបង្ហូរចូលស្រែឬនៅទីកន្លែងដាក់ម៉ាស៊ីនបូមទឹកពិនិត្យកម្រិតប្រៃជាប្រចាំក្នុងរយៈកាលយកទឹកសាបជាសញ្ញាក្បាលក្របីមិត្តដ៏ស្មោះរបស់ជាកសិករ